ជាបឋមក៏សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងស្ដីស្រឡាញ់របស់ព្រះអង្គហើយអរគុណព្រះជាម្ចាស់សម្រាប់ថ្ងៃនេះដែលខ្ញុំមានឱកាសសាជាថ្មីម្ដងទៀតក្នុងការដឹកនាំនៅព្រះបន្ទូលក៏ដូចការចែកចាយនៅព្រះបន្ទូលសម្រាប់ការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះអញ្ចឹងមុននឹងយើងចូលរួមរៀននៅព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមអធិដ្ឋានជាមួយខ្ញុំសូមប្រពោមកព្រះជាម្ចាស់សរសើរដំណការដល់ព្រះបិតាព្រះវត្រាព្រះវិញ្ញាណបរិសុទ្ធព្រះម្ចាស់សូមអរគុណព្រះអង្គសម្រាប់ប្រពោអភ័យឯកសិទ្ធិដែលព្រះអង្គបានប្រទានសម្រាប់គុណនៅថ្ងៃនេះព្រះម្ចាស់សូមអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលដែលកូនមានទូនាទីក្នុងការនាំនៅព្រះបន្ទូលផងព្រះអង្គមកលើកទឹកចិត្តក៏ដូចជាការរៀនជាមួយនឹងបងប្អូនទូបង្គំយើងខ្ញុំនៅក្នុងជំនុំថ្ងៃនេះផងដែរព្រះម្ចាស់សូមអរគុណព្រះអង្គហើយសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះជាព្រះបន្ទូលដែលប៉ះពាល់ចិត្តចាក់ចុចចិត្តឲ្យធ្វើឲ្យយើងខ្ញុំបានរៀនបាននឹងមានការផ្លាស់ប្ដូរផ្លាស់ប្រែតាមរយៈព្រះបន្ទូលនេះផងដែរព្រះអង្គសូមឲ្យព្រះបន្ទូលនៅតែជាការលើកទឹកចិត្តនិងស្អាងទឹកចិត្តដល់ទូបង្គំយើងខ្ញុំដល់បងប្អូនទូបង្គំយើងខ្ញុំដើម្បីឲ្យយើងបានរីចម្រើននៅក្នុងសេចក្តីជំនឿរបស់យើងខ្ញុំដើម្បីយើងខ្ញុំបានឈោមមាំជាមួយព្រះអង្គការដើរតាមនិងការបម្រើព្រះអង្គរាល់ថ្ងៃផងដែរព្រះម្ចាស់សូមអរគុណព្រះអង្គហើយយើងខ្ញុំសូមអធិដ្ឋាននិងរៀននៅព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នាដោយដឹងគុណក្នុងព្រះនាមម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណបងប្អូននៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នាទាក់ទងនឹងចំណងជើងមួយគឺការអធិដ្ឋានឬក៏មួយទៀតលោកីតែនិយាយថាការបន់ស្រន់រកព្រះជាម្ចាស់ឲ្យបានក្តីសុខតែបើមិនកែប្រែចិត្តទេព្រះជាម្ចាស់មិនស្ដាប់អ្នកឡើយបាទជាចំណងជើងនៅថ្ងៃនេះខ្ញុំឲ្យការអធិដ្ឋានឬការបន់ស្រន់រកព្រះជាម្ចាស់ឲ្យបានក្តីសុខឲ្យព្រះអង្គជួយឲ្យចង់បាននេះចង់បាននោះតែចំណុចមួយប្រសិនបើយើងអត់កែប្រែចិត្តព្រះជាម្ចាស់អត់ស្ដាប់អ្នកឡើយមនុស្សជាច្រើនយើងឃើញថាគេតែងតែបន់ស្រន់ឲ្យបានក្តីសុខចម្រើននៅក្នុងជីវិតរស់នៅជីវភាពការធ្វើដំណើរក្តីសុខសាន្តហើយគេតែងតែស្វែងរកព្រះជាច្រើននៅក្នុងជីវិតរបស់ពួកគេដើម្បីអីគឺគោលបំណងដើម្បីរកជំនួយដើម្បីអីដើម្បីបានសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានបាទដើម្បីអីដើម្បីឲ្យមានអ្នកជួយថែរក្សាអញ្ចឹងគេធ្វើគ្រប់ទាំងមកជួបបាយជាច្រើនឃើញទេរកព្រះនេះរកព្រះនោះគឺក្នុងគោលបំណងតែមួយទេសេចក្តីសុខសាន្តការទទួលបានពរជ័យការទទួលបានការថែរក្សាការពីព្រះបាទសម្រាប់គ្រីស្ទបរិស័ទយើងដូចគ្នាយើងតែងតែអធិដ្ឋានរាល់ថ្ងៃអធិដ្ឋានចាំយាមអធិដ្ឋានរាល់ថ្ងៃហើយនៅក្នុងព្រះបន្ទូលថាការអធិដ្ឋានគឺដូចជាការដង្ហើមចេញដង្ហើមចូលជីវិតយើងរស់នៅរាល់ថ្ងៃគឺត្រូវការដកដង្ហើមចូលហើយដង្ហើមចេញមានទេបាទដើម្បីឲ្យយើងមានជីវិតយើងត្រូវការខ្យល់អុកស៊ីសែនដើម្បីដកដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលយើងអត់គ្រាន់តែចូលហើយអត់ចេញទេយើងមានដង្ហើមចេញដង្ហើមចូលដើម្បីត្រូវការអុកស៊ីសែនមកចិញ្ចឹមខ្លួនប្រាណរបស់យើងដើម្បីឲ្យអុកស៊ីសែននោះចូលក្នុងឈាមច្រវាច់ចេញពីបេះដូងរត់ទៅតាមសរសៃទៅសូមទាំងអស់បាទដើម្បីចិញ្ចឹមរាងកាយរបស់យើងឲ្យមានជីវិតរស់នៅប៉ុន្តែនៅក្នុងព្រះគម្ពីរបានប្រាប់យើងដែរថាពេលខ្លះការបន់ស្រន់បាទការស្វែងរកព្រះការអធិដ្ឋានបាទពេលខ្លះយើងធ្វើតែមាត់និយាយចេញតែមាត់ប៉ុន្តែមិនបានប្រែចិត្តចេញពីអំពើបាបទេឬអំពើខុសឆ្គងដែលយើងកំពុងធ្វើទេឃើញទេខំបន់ស្រន់ខំអធិដ្ឋានប៉ុន្តែចិត្តរបស់យើងអត់បានប្រែចិត្តយើងអត់បានលះចេញអំពើបាបយើងអត់បានចេញពីអំពើបាបឆ្នេះព្រះអត់ស្ដាប់យើងទេបាទព្រះជាម្ចាស់មិនស្ដាប់ការអធិដ្ឋានឬការបន់ស្រន់បួងសួងរបស់អ្នកដែលមានបាបហើយអត់ព្រមប្រែចិត្តនៅឡើយព្រះមិនមើលតែពាក្យអធិដ្ឋានឬក៏ស្ដាប់ពាក្យអធិដ្ឋានការបន់ស្រន់របស់យើងប៉ុណ្ណោះទេប៉ុន្តែទ្រង់មើលចិត្តអូខេមើលពីចិត្តនិងអំពើបាបរបស់យើងបើចិត្តយើងស្មោះត្រង់យើងចង់កែប្រែចិត្តនិងស្ដាប់ព្រះនឹងស្ដាប់អ្នកហើយព្រះអង្គនឹងអត់ទោសឲ្យអ្នកដែរដូចនៅក្នុងព្រះគម្ពីរយូហានជំពូក10ខ10ព្រះអង្គទ្រង់មានព្រះបន្ទូលថាដូច្នេះសូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ហើយប្រឆាំងនឹងមានោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាតខ8សូមចូលទៅចិត្តបាទព្រះជាម្ចាស់នោះព្រះអង្គនឹងយាងមកចិត្តបងប្អូនវិញដែរមនុស្សមានបាបចូលជំរះខ្លួនឲ្យបរិសុទ្ធទៅ
មនុស្សមានចិត្តពីរអីចូលជំរះចិត្តគំនិតឲ្យបានស្អាតឡើងបាទសុំទោសណាចំពោះ10ខ7ខ8និងខ10ទេបាទចឹងព្រះអង្គថាម៉េចឲ្យយើងចុះចូលជាមួយនឹងព្រះជាម្ចាស់ហើយប្រឆាំងជាមួយនឹងមារហើយប្រហែលជាបងប្អូនបានដឹងហើយថានរណាគេជាមារបាទមារសាតាំងនៅក្នុងជំនឿព្រះពុទ្ធសាសនាគេហៅថាមារចាញ់ព្រះដែរណាបាទមារចាញ់ព្រះអញ្ចឹងនៅក្នុងជំនឿរបស់យើងលើកជាមួយនឹងអង្គព្រះយេស៊ូវគ្រីស្ទក៏មានមារដែរគឺមារសាតាំងប្រឆាំងនឹងព្រះជាម្ចាស់ដូចគ្នាហើយព្រះអង្គថាឲ្យយើងចុះចូលជាមួយព្រះអង្គហើយប្រឆាំងជាមួយមារសាតាំងហើយខ្ញុំឲ្យយើងមកចូលទៅចិត្តព្រះអង្គនោះព្រះអង្គនឹងយាងមកចិត្តបងប្អូនវិញដែរហើយមនុស្សមានបាបអើយធ្វើម៉េចជំរះខ្លួនយើងឲ្យបានបរិសុទ្ធហើយមនុស្សមានចិត្តពីរអើយចូលជំរះចិត្តគំនិតឲ្យបានស្អាតឡើងស្គាល់មនុស្សមានចិត្តពីរស្គាល់មនុស្សចិត្តពីរបាទចឹងព្រះអង្គអត់ត្រូវការយើងមានចិត្តពីរទេបើយើងមានសម្ព័ន្ធមេត្រីភាពជាមួយព្រះអង្គយើងមានតំណែងជាមួយព្រះអង្គហើយយើងបានទទួលព្រះអង្គហើយគឺយើងមានតែព្រះអង្គមួយគត់យើងអត់មានព្រះអង្គហើយក៏មានព្រះមួយអីផ្សេងទៀតទេឃើញទេបាទនឹងមានចិត្តយើងមួយហើយមនុស្សយើងត្រូវការចិត្តមួយកុំថាឡើយជំនឿជាមួយនឹងព្រះជាម្ចាស់សំបីតែប្តីប្រពន្ធយើងក៏ត្រូវការចិត្តមួយដែរបាទអត់មានចិត្តពីរទេអត់មាននៅផ្ទះចិត្តស្រឡាញ់ប្រពន្ធទេតែក្រៅមានចិត្តមួយទៀតមើលឃើញអ្នកផ្សេងទៀតទេព្រះអង្គអត់សាបាទេព្រះអង្គថាយើងមានចិត្តពីរហើយចឹងព្រះអង្គថាម៉េចឲ្យយើងជំរះចិត្តគំនិតនឹងយើងចេញទៅឲ្យយើងមានគំនិតតែមួយចិត្តតែមួយភាពស្មោះត្រង់អញ្ចឹងនៅថ្ងៃនេះយើងមាន4ចំណុចដែលយើងត្រូវរៀនជាមួយគ្នាចំណុចទី1ការអធិដ្ឋានត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រែចិត្តការអធិដ្ឋានត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រែចិត្តទាំងអស់គ្នាសូមថាជាមួយខ្ញុំការអធិដ្ឋានត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រែចិត្តបាទយើងអធិដ្ឋានហើយយើងប្រែចិត្តដែរយើងត្រូវផ្សារភ្ជាប់គ្នាអាចកាត់ផ្ដាច់បានទេបាទការអធិដ្ឋានត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រែចិត្តពីព្រោះព្រះទ្រង់មិនស្ដាប់តែពាក្យពេចន៍ចេញពីមាត់របស់អ្នកតែប៉ុណ្ណោះទេប៉ុន្តែទ្រង់ស្ដាប់ពីចិត្តដែលផ្លាស់ប្រែនិងភាពស្មោះត្រង់របស់យើងពីព្រោះព្រះរបស់យើងអត់អាចបោកព្រះអង្គបានទេហើយយើងអត់អាចបោកព្រះអង្គអត់បោកបញ្ឆោតអត់អាចបន្លំព្រះអង្គបានទេព្រះដទៃអាចបោកបញ្ឆោតបានបើបងប្អូនមើលកម្មវិធីសែនព្រានអីមានគេមាននេះមាននោះហើយនិយាយហូរហែលើសអីពីការពិតហើយបើលើសអីពីការពិតព្រះឬក៏វិញ្ញាណទាំងអស់នោះវាស្ដាប់ហើយវាជឿមានន័យថាយើងអាចបោកបញ្ឆោតបានបាទប៉ុន្តែព្រះរបស់យើងអត់អញ្ចឹងទេព្រះអង្គត្រូវការពិតទទួលស្គាល់ពីអ្វីដែលជាភាពពិតហើយចិត្តស្មោះត្រង់របស់យើងការអធិដ្ឋានដោយគ្មានការប្រែចិត្តគឺដូចជាសុំដោយមិនមានជំនឿហើយសុំដោយមិនគ្មានភាពស្មោះត្រង់ទៅចំពោះព្រះអញ្ចឹងដែរកាលណាយើងអធិដ្ឋានហើយយើងអត់បានប្រែចិត្តយើងអត់បានចេញពីអំពើបាបហាក់ដូចជាយើងសុំព្រះអង្គដោយអត់មានជំនឿបាទហើយក៏បង្ហាញថាភាពអត់ស្មោះត្រង់ជាមួយព្រះអង្គសូមបងប្អូនបានមើលជាមួយគ្នានៅក្នុងព្រះគម្ពីរបាខ្សោខ្សែទី2ចំពោះ7ខ14ព្រះអង្គទ្រង់មានព្រះបន្ទូលថាបើសិនបើប្រជារាស្ត្ររបស់យើងគឺជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់នាំគ្នាបន្ទាបខ្លួនអធិដ្ឋាននិងស្វែងរកយើងហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួនយើងនឹងស្ដាប់គេពីឋានបរមសុខយើងនឹងលើកលែងទោសឲ្យរួចពីបាបលើកលែងទោសគេឲ្យរួចពីបាបព្រមទាំងប្រោសស្រុកគេឲ្យបានជាផងម្ដងទៀតប្រសិនបើប្រជារាស្ត្ររបស់យើងគឺជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់នាំគ្នាបន្ទាបខ្លួនអធិដ្ឋាននិងស្វែងរកយើងហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួនយើងនឹងស្ដាប់គេពីឋានបរមសុខយើងនឹងលើកលែងទោសគេឲ្យរួចពីបាបព្រមទាំងប្រោសស្រុកគេឲ្យបានជាផងមិនត្រឹមតែព្រះអង្គអត់ទោសយើងទេយើងក៏ជាអ្នកនាំព្រះពរដល់ស្រុករបស់យើងជាអ្នកដែលនាំព្រះពរដល់គ្រួសាររបស់យើងជាអ្នកដែលនាំព្រះពរដល់ក្រុមជំនុំរបស់យើងតាមរយៈយើងមួយនេះតាមរយៈភាពស្មោះត្រង់របស់បងប្អូនទាំងអស់គ្នាភាពស្មោះត្រង់របស់លោកគ្រូទាំងអស់គ្នានាំនៅព្រះពរដល់មនុស្សដទៃទៀតអញ្ចឹងភាពស្មោះត្រង់នេះសំខាន់ណាស់នៅពេលដែលយើងស្មោះត្រង់ជាមួយព្រះអង្គមិនត្រឹមតែបានពរសម្រាប់ខ្លួនឯងគ្រួសារទេយើងអាចនាំព្រះពរដល់ប្រជាជាតិនាំដល់ស្រុករបស់គេនៅក្នុងព្រះបន្ទូលព្រះអង្គបានមានព្រះបន្ទូលសន្យាថាព្រមទាំងប្រោសស្រុកគេឲ្យបានជាផងឲ្យបានរីកចម្រើនផងតាមរយៈបាវបម្រើដ៏ស្មោះត្រង់មួយអ្នកគាត់អូខេពេញពិសេសបាទ
នេះជាព្រះបន្ទូលសន្យាផងព្រះអង្គឲ្យបងប្អូនមិនមែនគ្រាន់តែជាខ្ញុំលើកឡើងជាទ្រឹស្ដីឬការនិយាយរបស់ខ្ញុំទេប៉ុន្តែចំដកសងជាពីព្រះបន្ទូលគឺជាព្រះបន្ទូលដ៏រស់គឺជាព្រះបន្ទូលដែលមានអំណាចគ្រប់យ៉ាងបច្ចេស្តាហើយគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គសន្យាហើយព្រះបន្ទូលដែលព្រះអង្គបាននិយាយហើយបានចារនៅក្នុងព្រះគម្ពីរគឺជាសេចក្តីវាមិនកើតមានឡើងព្រះបន្ទូលព្រះអង្គមិនមែនគ្រាន់ជាសេចក្តីសន្យាដើម្បីសន្យាប៉ុន្តែព្រះអង្គនឹងបំពេញគ្រប់ទាំងសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយអស់លោកអ្នកបងប្អូនខ9នៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពុក1ខ9ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថាប៉ុន្តែបើយើងទទួលសារភាពអំពើបាបរបស់យើងនោះព្រះជាម្ចាស់ដែលមានព្រះハរតីស្មោះស្ម័គ្រនិងសុចរិតព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាបព្រមទាំងជំរះយើងឲ្យបរិសុទ្ធរួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផងនៅយើងដែលប្រែចិត្តនៅពេលដែលយើងស្មោះត្រង់នៅពេលយើងប្រែចិត្តព្រះអង្គជឿដល់ជាព្រះនឹងធ្វើអីទេអត់ទៅយើងឲ្យរួចពីបាបបងម៉េចជួយជំរះយើងឲ្យបរិសុទ្ធឡើងមួយថ្ងៃទៅមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃហើយព្រះអង្គបានប្រោះយើងឲ្យរួចពីអំពើទុច្ចរិតផងទាំងពួងដែលយើងកំពុងតែធ្វើ No one perfect មានទេបងប្អូនគ្មានអ្នកណាដែលសុចរិតទេមានទេយើងតែងតែប្រព្រឹត្តនៅការខុសឆ្គងរាល់ថ្ងៃតិចច្រើនប៉ុន្តែព្រះអង្គជាម្នាក់ដែលជួយសម្អាតបងប្អូនជួយឲ្យបងប្អូនរួចឬក៏ចាក់ចេញពីអំពើទុច្ចរិតនោះរៀងរាល់ថ្ងៃមួយថ្ងៃបន្តិចរហូតដល់យើងបានបរិសុទ្ធនៅចំពោះព្រះប៉ុន្តែព្រះអង្គសម្អាតយើងតើតែយើងអនុញ្ញាតឲ្យព្រះអង្គសម្អាតយើងឃើញទេបាទនោះហើយជាហេតុផលដែលព្រះអង្គត្រូវស្ដាប់យើងចឹងការអធិដ្ឋានមិនមែនគ្រាន់តែអធិដ្ឋានគ្រាន់តែនិយាយឲ្យព្រោះស្ដាប់ហើយអធិដ្ឋានដោយពួកផារ៉ាស៊ីគេចូលចិត្តអធិដ្ឋាននៅសាលប្រជុំគេចូលចិត្តអធិដ្ឋាននៅកែងផ្លូវកែងគេចូលចិត្តអធិដ្ឋាននៅកន្លែងដែលធ្វើឲ្យមនុស្សបានឃើញយល់ឃើញថាអូមានជំនឿមាំជាមួយព្រះអង្គអូអ្នកនេះអស្ចារ្យណាអូអ្នកនេះបកកាយអធិដ្ឋានណាអូអ្នកនេះមើលទៅមានជំនឿតែព្រះអង្គអត់គ្រាន់តែមើលប៉ុណ្ណឹងទេព្រះអង្គអត់គ្រាន់តែមើលការដែលបងប្អូនធ្វើនោះទេប៉ុន្តែព្រះអង្គមើលចិត្តរបស់យើងតើអីដែលយើងធ្វើអីដែលបងប្អូនកំពុងប្រតិបត្តិហ្នឹងតើចេញពីចិត្តហើយជាចិត្តពិតហើយជាចិត្តភាពត្រឹមត្រូវភាពស្មោះត្រង់ចេញពីចិត្តដែរអត់ដូច្នេះការអធិដ្ឋានពិតប្រាកដត្រូវចេញពីចិត្តដែលបានប្រែងចិត្តហើយដើម្បីឲ្យព្រះទ្រង់បានស្ដាប់និងប្រទានពរយើងអូខេនៅពេលដែលយើងអធិដ្ឋានហើយមានការកែប្រែចិត្តពិតប្រាកដទ្រង់នឹងស្ដាប់ហើយទ្រង់នឹងប្រទានពរដល់បងប្អូនទាំងអស់គ្នាចំណុចទី2តែជាម្ចាស់មិនស្ដាប់អ្នកមានបាបដែលមិនចង់ប្រែចិត្តទេព្រះអង្គអត់ស្ដាប់អ្នកមានបាបទេព្រះអង្គអត់ស្ដាប់អ្នកដែលអត់ប្រែចិត្តទេព្រះអង្គអត់មានស្ដាប់អ្នកដែលពូកែនិយាយព្រោះនិយាយព្រោះពូកែនិយាយវោហារស័ព្ទទេតែព្រះអង្គទ្រង់ស្ដាប់អ្នកដែលមានចិត្តស្មោះត្រង់ជាមួយព្រះអង្គចង់បានប្រពោចង់បានការប្រោសរស់អំពើបាបចង់ទទួលបានការប្រទានពរប្រប្រែចិត្តកើតជាថ្មីនៅក្នុងព្រះគម្ពីរអេសាយចំពុក1ខ15និងខ16ព្រះអង្គទ្រង់មានព្រះបន្ទូលថាកាលណាអ្នករាល់គ្នាលើកដៃប្រណម្យយើងងាកមុខចេញទោះបីអ្នករាល់គ្នាអធិដ្ឋានច្រើនយ៉ាងណាក្តីក៏យើងមិនព្រមស្ដាប់ដែរទោះបីអ្នករាល់គ្នាប្រឡាក់ដោយឈាមច្បាស់ហើយបងប្អូនព្រះបន្ទូលកាលណាអ្នករាល់គ្នាលើកដៃប្រណម្យលើកដៃទូលសូមយ៉ាងណាក៏ដោយព្រះអង្គងាកមុខចេញព្រះអង្គងាកទៅភ័ក្រចេញទោះបីអ្នករាល់គ្នាអធិដ្ឋានច្រើនយ៉ាងណាក្តីព្រះអង្គអត់ព្រមស្ដាប់ទេពីព្រោះអីដៃរបស់អ្នកប្រឡាក់ដោយឈាមអំពើរបស់អ្នកផ្សេងចិត្តរបស់អ្នកផ្សេងមែនទេដែលគេនិយាយថាអូពិភពលោកនេះពោពេញដោយការសម្ដែងមែនទេពេលគេនិយាយមកថ្ងៃអូពិបាកជឿណាស់ពិភពលោកនេះពោពេញដោយការសម្ដែងស្អីក៏ AI ស្អីក៏ AI ផ្ទុយពីការពិតផ្ទុយពីធាតុពិតរឿងជាច្រើនប៉ុន្តែព្រះជាម្ចាស់អត់ទេអ្វីពិតគឺពិតអ្វីមិនពិតយើងមិនអាចបោកបញ្ឆោតព្រះអង្គបានឡើយចូលលាងសម្អាតនិងជំរះខ្លួនឲ្យបានស្អាតបរិសុទ្ធចូលយកអំពើទុច្ចរិតចេញពីមុខយើងទៅកុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយឲ្យយើងសម្អាតឲ្យយើងបោះបង់ចោលហើយកុំប្រព្រឹត្តអំពើអាក្រក់ទៀតនេះជាព្រះបន្ទូលផងព្រះអង្គឲ្យលោកបងប្អូនជឿមិនជឿខ្ញុំអត់ដឹងប៉ុន្តែព្រះបន្ទូលផងព្រះអង្គមានព្រះបន្ទូលចឹងណាអញ្ចឹងយើងរៀនរស់នៅដោយសុចរិតជាមួយព្រះអង្គបាទយូហានចំពោះ9ខ31ទ្រង់ក៏មានព្រះបន្ទូលថាយើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេព្រះអង្គទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តព្រះអង្គនិងប្រព្រឹត្តតាមព្រះハរតីព្រះអង្គប៉ុណ្ណោះ
ច្បាស់នៅបងប្អូនបងស្ដាប់ណាគេអ្នកដែលគោរពប្រតិបត្តិដល់ព្រះអង្គមែនទេព្រះអង្គបានគិតពីឋានៈរបស់បងប្អូនទេព្រះអង្គបានគិតអំពីទួនាទីរបស់បងប្អូនទេព្រះអង្គបានគិតអំពីស្ថានភាពជីវភាពរបស់បងប្អូនទេព្រះអង្គអត់គិតអាហ្នឹងទេតែព្រះអង្គគិតអំពីចិត្តរបស់បងប្អូនហើយនឹងទទួលបានប្រពោអ្នកទោះបីអ្នកមានទ្រព្យមហាសាលអ្នកមានឡានជិះអ្នកមានទួនាទីល្អនៅក្នុងមន្ត្រីរាជការឬក៏អ្នកមានទួនាទីល្អនៅក្រុមជំនុំអ្នកទានទីនៅទីល្អឬមានប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយប៉ុន្តែប្រសិនបើចិត្តរបស់យើងអត់ប្រតិបត្តិតាមព្រះជាម្ចាស់អត់ស្ដាប់ព្រះអង្គទេព្រះអង្គស្ដាប់អត់ព្រះអង្គប្រទានពរអត់អត់ទេព្រះអង្គយុត្តិធម៌ណាបងប្អូនបងប្អូនកុំច្រឡំថាអូខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងខ្សត់ខ្សោយព្រះអង្គអត់មើលមកខ្ញុំទៅពីព្រះអង្គមើលតែលោកគ្រូនេះឬព្រះអង្គមើលអ្នកនេះមើលអ្នកនោះគេរៀងដូចជាគ្រាន់បើព្រះអង្គស្ដាប់ទៅគេទៅហើយព្រះអង្គអត់ចឹងទេណាព្រះនៃយើងទ្រង់យុត្តិធម៌ត្រឹមត្រូវស្មោះត្រង់ណាបាទព្រះអង្គទ្រង់ស្ដាប់អស់អ្នកដែលមានចិត្តស្មោះត្រង់ហើយនឹងស្ដាប់ព្រះអង្គហើយប្រតិបត្តិតាមបំណងហេតុរបស់ព្រះជាម្ចាស់បាទព្រះស្ដាប់ចិត្តស្មោះត្រង់និងចិត្តដែលបានប្រែចិត្តបោះបង់អំពើបាបចោលការអធិដ្ឋានគួរតែចាប់ផ្ដើមដោយអីដោយការសារភាពនៅអំពើបាបអញ្ចឹងបាននៅក្នុងរបៀបការអធិដ្ឋានមានការសារភាពអំពើបាបមែនទេសេចក្តីអធិដ្ឋានរបស់ព្រះអង្គម្ចាស់យល់មើលអោប្រវេដានៅគង់នៅឋានសួគ៌សូមព្រានទ្រង់បានបរិសុទ្ធសូមរាជទ្រង់បានមកដល់សូមមហាទេទ្រង់បានសម្រេចនៅលើផែនដីដូចនៅឋានសួគ៌ដែរបាទសូមប្រទានអាហារយើងខ្ញុំត្រូវការនៅថ្ងៃនេះហើយសូមអីគេអត់ទោសគឺសារភាពអំពើបាបសូមឲ្យព្រះអង្គអត់ទោសយើងដូចយើងអត់ទោសដល់អ្នកដទៃដែរអញ្ចឹងផ្ដើមដោយការអធិដ្ឋានសូមអភ័យទោសសារភាពអំពើបាបនៅចំពោះព្រះអង្គអូខេមុននឹងសូមអ្វីៗពីទ្រង់លំទួសិនសារភាពអំពើបាបសិនតែបងប្អូនបានធ្វើទង្វើណាមួយដែលមិនគាប់បំណងហេតុទេព្រះអង្គអត់អញ្ចឹងលុបទង្គង់ចោលអធិដ្ឋានសុំការលំទួសុំការអត់ទោសពីព្រះអង្គមុននឹងយើងទៅសុំអីទៀតហេតុអីបានអញ្ចឹងព្រោះព្រះអង្គប្រាប់ថាព្រះអង្គអត់ស្ដាប់អ្នកដែលមានបាបអធិដ្ឋានទេព្រះអង្គអត់ស្ដាប់អ្នកដែលមានបាបពីរបរទេសូមឲ្យយើងមានទួសិនយើងទទួលស្គាល់ថាយើងមានអំពើបាបហើយយើងបានធ្វើខុសនៅចំណុចណាមួយដែលទៅទាស់ប្រឆាំងជាមួយបំណងហេតុទេរបស់ព្រះជាម្ចាស់ជាមុនសិនបន្ទាប់មកបើយើងអធិដ្ឋានសូមព្រះអង្គព្រោះយើងអត់លន់ទួបាបយើងអត់ទទួលខ្លួនឯងថាយើងជាមនុស្សដែលបានធ្វើបាបព្រោះអំពើបាបយើងតែងតែពេលខ្លះឆ្កាំឆ្គងមែនទេបាទនៅក្នុងជីវិតប្រតិបត្តិរាល់ថ្ងៃចឹងហើយព្រះអង្គបានត្រូវការឲ្យយើងមើលឆ្លុះបញ្ចាំងពីខ្លួនឯងហើយអធិដ្ឋានមាននិកាយខ្លះគេគិតថាព្រះអង្គអត់ទោសឲ្យយើងហើយយើងអត់ចាំបាច់លន់ទួសុំលន់ទួអំពើបាបទៀតទេមានន័យថាប្រអ្នកលន់ទួអត់សុំការអត់ទោសពីព្រះអង្គមានន័យថាអញ្ចឹងមានន័យថាព្រះអង្គអត់បានអត់ទោសអ្នកទេពីព្រោះថានៅពេលដែលយើងជឿយើងទទួលការអត់ទោសពីអំពើបាបយើងព្រះអង្គបានលាងសម្អាតយើងបានស្អាតអញ្ចឹងអត់ចាំបាច់លន់ទួរាល់ថ្ងៃទៀតទេព្រះអង្គបានអត់ទោសយើងហើយកាលណាយើងលន់ទួអំពើបាបមានន័យថាយើងអត់មានន័យថាអ្វីដែលព្រះយេស៊ូវគេបានសង្កត់លើជាការហ្នឹងគឺផ្សាយជាសាស្ត្រការបងប្អូនទៅចាំថាសកម្មភាពកាយវិការពាក្យសម្ដីយើងតែងតែឆ្កាំឆ្គងរាល់ថ្ងៃមែនទេហើយយើងទៅសុំការអត់ទោសយើងកែចិត្តយើងសុំការអត់ទោសរបស់ព្រះអង្គឆ្នៃយើងរាល់ថ្ងៃយើងអត់ដែលធ្វើអីអត់ខ្ចោះរាល់ថ្ងៃនោះទេយើងត្រូវការជំនួយទៅមកពីព្រះអង្គដើម្បីព្រះអង្គបានសម្អាតយើងរាល់ថ្ងៃនៅពេលដែលយើងគិតថាអូការសង្កត់របស់ព្រះយេស៊ូវគ្រីស្ទទ្រង់បានសង្កត់លើជាការម្ដងជាសម្រេចយើងបានសម្អាតអំពើបាបទៅហើយអញ្ចឹងយើង clean យើងមានយើងស្អាតយើងអត់មានអំពើបាបទៀតទេចឹងមិនខ្វល់ទេមិនខ្វល់ទេសួរតែអញ្ចឹងហើយជីវិតយើងរាល់ថ្ងៃត្រូវការឆ្នៃត្រូវការកែតម្រង់ត្រូវការរៀបចំជារៀងរាល់ថ្ងៃយើងត្រូវការដូចរបស់ប្រើប្រាស់ចឹងផ្ទះបងប្អូនត្រូវការជូតអត់ត្រូវការសម្អាតអត់បើអត់ជូតអត់សម្អាតនេះជូតតែម្ដងស្អាតបាទពិតណាស់ការសក្តិផលព្រះអង្គមួយដងជាសម្រេចព្រះអង្គធ្វើតែម្ដងទេអត់មានមកសក្តិម្ដងហើយពីរដងបីដងសម្អាតយើងអត់ទេបេសកកម្មផលព្រះអង្គសក្តិហើយការសក្តិផលអង្គម្ដងនោះគឺសម្រាប់មនុស្សទាំងអស់ដែលបានប្រែចិត្តឃើញទេដែលបានប្រែចិត្តហើយលៀងប្រព្រឹត្តអំពើបាបហើយជាអ្នកដែលប្រតិបត្តិតាមបំណងហេតុរបស់ព្រះនានេះទទួលបានពពកតែមិនមែនន័យថាព្រះអង្គសក្តិជំនួសខ្ញុំហើយអូខេខ្ញុំបានទទួលហើយខ្ញុំជឿព្រះអង្គហើយខ្ញុំបានស្អាតហើយអញ្ចឹងខ្ញុំទៅប្រព្រឹត្តអំពើបាបទៀតក៏អត់បញ្ហាអត់អាចទេពីព្រោះព្រះអង្គថាម៉េចជាមនុស្សចិត្តពីរព្រះអង្គនឹងងាកមុខចេញហើយព្រះអង្គអត់ស្ដាប់ទេពីព្រោះឯងជាពូកែអធិដ្ឋានយ៉ាងណាក៏ដោយប៉ុន្តែដៃឯងឯគេក្នុងពេលទទួលព្រះអង្គប្រឡាក់ដោយឈាមដៃរបស់ឯងស្មោកគ្រោកចិត្តរបស់ឯងស្មោកគ្រោកចិត្តរបស់ឯងគិតតែពីរឿងឯងមិនល្អបងស្ដាប់ទេ
ព្រះអង្គងាកទៅភ័ក្រជើងអង្គប្រទានពរអ្នកដែលស្ដាប់ចំណុចទី3ព្រះជាម្ចាស់ឬក៏ទ្រង់ស្ដាប់អូខេអ្នកដែលស្មោះត្រង់នឹងចង់ប្រែចិត្តទៅប្រកបនេះយើងចកត់ធ្ងន់រឿងការប្រែចិត្តអូខេព្រះទ្រង់ស្ដាប់អ្នកដែលស្មោះត្រង់នឹងចង់ប្រែចិត្តទៅប្រកបនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក4ខ8ទ្រង់មានព្រះបន្ទូលថាសូមចូលទៅជិតព្រះជាម្ចាស់នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរមនុស្សបាបអើយជួយជំនះខ្លួនឲ្យបរិសុទ្ធទៅមនុស្សមានចិត្តពីរអើយបានចូលជំនះចិត្តគំនិតឲ្យបានស្អាតឡើងតែព្រះគម្ពីរបង្កើនជំពូក34ខ17 18បាទពេលមនុស្សសុចរិតស្វែងរកព្រះអង្គព្រះជាម្ចាស់ទ្រង់ព្រះសន្តាប់ពាក្យគេហើយព្រះអង្គរបស់គេឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មានខ18ព្រះអង្គគង់នៅចិត្តអ្នកដែលក្រំចិត្តហើយព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រៃព្រះអង្គនៅជាមួយយើងព្រះអង្គគង់នៅចិត្តយើងព្រះអង្គអង្គុយជាមួយយើងជាមួយអ្នកដែលប្រែចិត្តជាមួយអ្នកដែលកំពុងតែកំសត់ខាងឯវិញ្ញាណជាមួយអ្នកដែលកំពុងតែសោកសង្រៃតែមានចិត្តស្មោះត្រង់ជាមួយព្រះអង្គទ្រង់ស្ដាប់យើងទំនុកដំណើរចំពុក66ខ18 19ប្រសិនបើខ្ញុំមានគំនិតទុច្ចរិតព្រះអង្គម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយក៏ប៉ុន្តែព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំព្រះអង្គយកព្រះハរតីទុកដាក់និងសម្រេចទូលអង្វររបស់ខ្ញុំគម្ពីរអំពីយូហានខ្សែទី1ចំពុក1ខ9ប៉ុន្តែបើយើងទទួលសារភាពអំពើបាបរបស់យើងនោះព្រះជាម្ចាស់ដែលមានព្រះハរតីស្មោះស្ម័គ្រនិងសុចរិតព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាបរួមទាំងជំរះយើងឲ្យបរិសុទ្ធរួចគ្រប់ពីអំពើទុច្ចរិតផងទាំងពួងដែលយើងមានបើមនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួនមនុស្សពីលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរអ្នកនោះត្រូវបែររកព្រះអម្ចាស់វិញព្រះអង្គមុខជាមេត្តាករុណាដល់គេពំខានឲ្យតែគេងាកមករកព្រះនៃយើងវិញបិទព្រះអង្គមានព្រះハរតីទូលំទូលាយអត់ទោសឲ្យគេព្រះអង្គផ្ដល់ឱកាសយើងរាល់ថ្ងៃព្រះអង្គទុកពេលឲ្យយើងរាល់ថ្ងៃប្រែចិត្តទៅប្រែចិត្តបែរមកព្រះអង្គវិញព្រះអង្គមុខជាមេត្តាករុណាដល់យើងពំខានណាឲ្យតែយើងព្រមទទួលស្គាល់ហើយព្រមងាកចេញគ្រប់ទាំងអំពើបាបដែលមានក្នុងជីវិតរបស់យើងទី4ចំណុចចុងក្រោយសេចក្តីសុខពិតប្រាកដនៃការរស់នៅក្នុងព្រះអង្គម្ចាស់មិនមែនគ្រាន់តែការអធិដ្ឋានប៉ុណ្ណោះទេដូចខ្ញុំបានលើកឡើងខាងដើមមិនមែនគ្រាន់តែការអធិដ្ឋានរបស់យើងវាប្រកែកអធិដ្ឋាននោះតែប៉ុណ្ណោះទេតែសេចក្តីសុខពិតប្រាកដនៅកន្លែងណាយ៉ាកុបចំពុក2ខ16 17ហើយមានម្នាក់នៅក្នុងចំណោមបងប្អូនពោលទៅគាត់ថាសូមអញ្ជើញទៅដោយសុខសាន្តសូមឲ្យបានក្តៅស្រួលសូមឲ្យមានអាហារបរិភោគឆ្អែតតែមិនឲ្យអ្វីដល់គេត្រូវការតើពាក្យនោះមានប្រយោជន៍អ្វីរីឯជំនឿវិញក៏ដូចនោះដែរប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេជំនឿនោះស្លាប់តែម្ដងមិនមែនគ្រាន់តែជាទ្រឹស្ដីមិនមែនគ្រាន់តែការនិយាយចេញតែត្រូវមានការប្រព្រឹត្តទៅការអនុវត្តដែរបើឃើញបងប្អូនយើងអត់អីហូបអត់អីហើយយើងគ្រាន់តែអូទៅលើមានអីសុខសាន្តតែខ្ញុំនឹងអធិដ្ឋានឲ្យនឹកចាំឲ្យតែយើងអត់មានការគិតថាជ្រុំចែងតែជួយធ្វើមិនអាចជួយសម្រួលគាត់បានបន្តិចតួចតែអាចជួយគាត់បានយើងគ្រាន់តែនិយាយមានប្រយោជន៍អីបានជួយទេតួយ៉ាងដូចជាព្រឹត្តិការណ៍នៅក្នុងប្រទេសរបស់យើងថ្មីនេះមានការឈ្លានពានពីបងប្អូនយើងពីថៃចូលមកព្រំដែនយើងបានធ្វើសង្គ្រាមរយៈពេល5ថ្ងៃហើយក៏មានពលីវគ្គកងទ័ពរៀងខ្លួនប៉ុន្តែចំណុចមួយដែលខ្ញុំឃើញចាប់ដើមខ្មែរចាប់ដើមមានចិត្តរួបរួមខ្មែរចាប់ដើមចេះជួយខ្មែរចាប់ដើមចេះរំលែកខ្មែរចាប់ដើមចេះចាប់ដើមពីអ្វីដែលខ្លួនមានជួយដល់វគ្គកងទ័ពជួយឧបត្ថម្ភដល់រដ្ឋាភិបាលជួយឧបត្ថម្ភទៅដល់វគ្គកងទ័ពដើម្បីមានអាហារហូបគ្រប់គ្រាន់ដើម្បីមានសម្ភារៈប្រើប្រាស់ដល់ជនភៀសសិទ្ធដែលកំពុងតែមានបញ្ហាអានោះជាការប្រព្រឹត្តនោះហើយជាកិច្ចការដែលព្រះអង្គចង់យើងធ្វើមិនមែនគ្រាន់តែយើងនិយាយតែយើងមានការប្រព្រឹត្តដែរសេចក្តីជំនឿដែលអត់មានការប្រព្រឹត្តព្រះអង្គថាគឺជាសេចក្តីជំនឿដែលស្លាប់យើងគ្រាន់តែនិយាយគ្រាន់តែថាតែយើងអត់បានប្រែចិត្តយើងគ្រាន់និយាយគ្រាន់ថាតែយើងអត់បានធ្វើអញ្ចឹងព្រះអង្គរាប់ថាជាសេចក្តីជំនឿដែលស្លាប់នោះអត់នៃចំពោះព្រះជាម្ចាស់ឡើយព្រះគម្ពីរយូហានខ្សែទី1ចំពោះ3ខ18 19កូនចៅអើយបើយើងត្រូវស្រឡាញ់តែយើងមិនត្រូវស្រឡាញ់ត្រឹមតែបបោមាត់ឬពាក្យសម្ដីប៉ុណ្ណោះទេគឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្តនិងតាមសេចក្តីពិតវិញមានគ្រាន់តែបបោមាត់ទេខ្ញុំស្រឡាញ់តែសេចក្តីស្រឡាញ់នេះយ៉ាងម៉េច
ជ្រើប៉ុណ្ណាហើយស្មោះត្រង់ប៉ុណ្ណានោះអីដែលជាខ្លឹមខ្លៅនៃក្តីស្រឡាញ់ពាក្យថាស្រឡាញ់มันពិបាកឯមែនទេខ្ញុំស្រឡាញ់អ្នកខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាប៉ុន្តែតើជំរឿននៃក្តីស្រឡាញ់នោះប៉ុណ្ណាហើយមិនបានឃើញអំពីជំរឿននៃក្តីស្រឡាញ់ទាល់មានការប្រព្រឹត្តមកមែនទេតើអ្វីដែលបានសបញ្ជាក់ឲ្យឃើញថាស្រឡាញ់ទាល់តែមានការប្រព្រឹត្តបង្ហាញឲ្យឃើញម្ដងទៀតកូនចៅអើយយើងមិនត្រូវស្រឡាញ់ត្រឹមតែបបោមាត់ឬក៏ពាក្យសម្ដីប៉ុណ្ណោះទេយើងត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្តនិងតាមសេចក្តីពិតវិញត្រង់នឹងហើយដែលយើងដឹងថាយើងកើតមកពីសេចក្តីពិតហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភក្ត្រព្រះអង្គទេអត់មានទៅខ្លាចអីព្រួយបារម្ភទេនៅចំពោះព្រះភក្ត្ររបស់ផងព្រះជាម្ចាស់ម៉ាថាយពុទ្ធ7ខ21អ្នកដែលចូលទៅក្នុងព្រះរាជនៃឋានបរមសុខមិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថាព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ប៉ុណ្ណោះទេគឺជាអ្នកដែលធ្វើតាមព្រះハរតីរបស់ព្រះបិតាខ្ញុំដែលគង់នៅឋានបរមសុខនោះវិញម្ដងទៀតមានគ្រាន់តែស្រែករូបព្រះអង្គព្រះអង្គព្រះអង្គអើយព្រះអង្គអើយព្រះអង្គអើយប៉ុន្តែប៉ុណ្ណោះទេប៉ុន្តែផ្ទុយទៅវិញគឺជាអ្នកដែលធ្វើតាមព្រះハរតីព្រះបិតាដែលគង់នៅឋានបរមសុខនេះប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំអ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំខ16ខ្ញុំនឹងទទួលអង្វរព្រះបិតាហើយព្រះអង្គប្រទានពរដល់ជួយការពារមួយអង្គទៀតឲ្យគង់ជាមួយអ្នករាល់គ្នាដល់រាបតរៀងទៅព្រះអង្គអង្វរជួសយើងព្រះអង្គចាត់ឲ្យមានអ្នកមកការពារយើងថែរក្សាការពារយើងនៅក្នុងគម្ពីរទំនុកដំកើងចំពុក1ខ1ដល់ខ3មានសុភមង្គលហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពីលមិនយកមិនឈរក្នុងមាគ៌ារបស់មនុស្សមានបាបហើយក៏មិនអង្គុយរួមតុជាមួយនឹងពួកអ្នកចំអកឡកលើយមានពរហើយអ្នកដែលមិនដើរតាមមនុស្សដែលពីលហើយមិនឈរនៅក្នុងមាគ៌ារបស់មនុស្សមានបាបហើយមិនអង្គុយជាមួយនឹងពួកអ្នកដែលឡកលើយនិយាយដើមគេបកកែពេកជ្រាយគេបកកែចំអកឡកលើយដាក់គេចឹងបើសិនបើយើងជាមនុស្សម្នាក់ដែលមិនក្នុងខ្សែគប់ប្រសពជាមួយនឹងមនុស្សប្រភេទទាំងអស់នោះទេនោះយើងទទួលបានពរហើយហេតុអីបានព្រះអង្គមានព្រះបន្ទូលអញ្ចឹងយើងជាមនុស្សដែលមិនមែនចេះនិយាយដើមគេប៉ុន្តែទៅអង្គុយជាមួយអ្នកដែលចូលចិត្តនិយាយដើមមកយូរទៅនិយាយដើមគេដែរមកដល់អត់អីគ្រាន់តែស្ដាប់គេមកពីរដងអត់អីទេប៉ុន្តែញយខ្សែគប់ប្រសពជាមួយមនុស្សបែបហ្នឹងគឺទាញយើងទៅតែម្ដងគឺនឹងខ្លាចជាមនុស្សនិយាយដើមគេដែរបាទមនុស្សដែលដើរតាមដំបូន្មានមនុស្សពីលអត់អីទេតែជាមួយគេម្ដងអត់អីទេពីរដងអត់អីទេប៉ុន្តែនៅពេល3 4ដងយូរទៅគេអូទាញខ្លាយទៅជាមនុស្សពីលដែរបងប្អូនមើលអ្នកខ្លះគាត់មិនដឹងថាគ្រឿងញៀនវាប៉ះពាល់ទេប៉ះពាល់ដល់សុខភាពប៉ះពាល់ដល់ខុសច្បាប់គាត់មិនដឹងគាត់នឹងប៉ុន្តែហេតុអីបានគាត់ធ្លាក់ខ្លួនទៅខ្សែគប់គ្រឿងញៀនដែរដោយសារវារឿងអញ្ចឹងខ្សែគប់ជាមួយពីលម្ដងទៅ2ដងម្ដង2ដង3ដងយូរទៅគេអូទាញបានដោយសារអីយើងឈរជាមួយនឹងមាគ៌ាផ្លូវជាមួយមនុស្សមានបាបយើងខ្សែគប់ប្រសពចឹងហើយបានព្រះអង្គប្រទានបញ្ញាឲ្យយើងឆ្លាតណាស់យើងជ្រើសរើសមិត្តភក្តិដែលល្អគេហៅថាកល្យានមិត្តជាមិត្តដែលនាំសុខជាមិត្តដែលនាំនៅសេចក្តីប្រសើរដល់យើងអញ្ចឹងហើយបានឪពុកម្ដាយលោកគ្រូអ្នកគ្រូតែងតែអប់រំកូនកុមារតែងថាចូលឲ្យមានកល្យានមិត្តសូមរាប់អានមិត្តភក្តិឲ្យមើលមិត្តភក្តិមើលអំពីប្រវត្តិសន្តានរបស់ពួកគេបាទសរុបសេចក្តីមកការអធិដ្ឋានទូលអង្វរចំពោះព្រះជាម្ចាស់មិនទាន់គ្រប់គ្រាន់ទេប្រសិនបើមិនមានការប្រែចិត្តពីអំពើបាបនិងការរស់នៅតាមបំណងហាតីរបស់អង្គព្រះជាម្ចាស់បើអ្នករាល់គ្នាបានសេចក្តីសុខសាន្តដែលពិតប្រាកដនោះគឺថាសូមប្រែចិត្តចេញពីអំពើបាបនិងប្រកបភាពសិក្សាជាមួយនឹងព្រះជាម្ចាស់ដូច្នេះការអធិដ្ឋានការបន់ស្រន់ទៅចំពោះព្រះគឺត្រូវផ្សារភ្ជាប់ជាមួយនឹងអីគេជីវិតដែលផ្លាស់ប្រែជាមួយនឹងការអនុវត្តតាមព្រះបន្ទូលទើបអាចទទួលបានសេចក្តីសុខសាន្តពិតប្រាកដដែលមកពីព្រះជាម្ចាស់ព្រះទ្រង់នឹងស្ដាប់ការអធិដ្ឋានទូលអង្វររបស់អ្នកហើយទ្រង់នឹងផ្ដល់នូវសេចក្តីសុខសាន្តដែលពិភពលោកនេះមិនអាចផ្ដល់ឲ្យបានម្ដងទៀតសូមបងប្អូនថាតើខ្ញុំព្រះទ្រង់នឹងស្ដាប់ការអធិដ្ឋានទូលអង្វររបស់អ្នកហើយទ្រង់នឹងផ្ដល់នូវសេចក្តីសុខសាន្តដែលលោកីនេះมันអាចផ្ដល់ឲ្យបានបាទបងប្អូនគ្រាន់មើលសេចក្តីសុខសាន្តលើលោកីនេះបងប្អូនមានអារម្មណ៍ថាអូខ្ញុំបានប៉ុណ្ណឹងក៏សុខសាន្តដែរមែនទេសេចក្តីសុខសាន្តនៃលោកីអីគេផ្ទះធំមានលុយចាយច្រើន
មានឡានទំនើបជិះមានដីច្រើនអានោះគេថាជាសេចក្តីសុខសាន្តនៃលោកីនេះហើយប៉ុន្តែព្រះនៃយើងទ្រង់នឹងឲ្យសេចក្តីសុខសាន្តមកដល់យើងរាល់គ្នាលើសពីសេចក្តីសុខសាន្តនៃលោកីមិនអាចផ្ដល់ឲ្យបានបងប្អូនគ្រាន់តែឃើញលុយមានក្តីសុខបងប្អូនគ្រាន់តែឃើញឡានទំនើបមានក្តីសុខបងប្អូនគ្រាន់តែឃើញផ្ទះគេស្អាតមានក្តីសុខឃើញដីគេច្រើនមានក្តីសុខអាហ្នឹងសេចក្តីសុខលើលោកីបងប្អូនរំភើបប៉ុណ្ណឹងហើយចុះព្រះអង្គប្រាប់ព្រះអង្គមានព្រះបន្ទូលសន្យាថាព្រះអង្គនឹងផ្ដល់ក្តីសុខសាន្តមួយទៀតឲ្យយើងរាល់គ្នាដែលលើសពីលោកីឲ្យទៅទៀតតើអស្ចារ្យប៉ុណ្ណាបងប្អូនចង់បានទេម្ដងទៀតទ្រង់ស្ដាប់យើងព្រះអង្គសម្ដាប់យើងនៅពេលដែលយើងអធិដ្ឋានដោយការកែប្រែចិត្តនិងធ្វើតាមព្រះបន្ទូលរបស់ព្រះសូមចូលរួមអធិដ្ឋានជាមួយសរសើរដំណើរដល់ព្រះនៃទូលបង្គំយើងខ្ញុំព្រះម្ចាស់សូមអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះជាព្រះបន្ទូលដែលបង្ហាត់បង្រៀននិងកែតម្រង់កូនបានផ្លាស់ប្រែចិត្តហើយងាកដើរចេញពីគ្រប់ទាំងអំពើបាបទង្វើកាយវិការសកម្មភាពណាមួយដែលឆ្កាំឆ្គងជាមួយនឹងព្រះអង្គរាល់ឲ្យយើងបានលន់ទូហើយសូមព្រះអង្គបានអត់ទោសហើយបានកែច្នៃយើងខ្ញុំឲ្យបានក្លាយជាមនុស្សអ្នកដែលបរិសុទ្ធនៅចំពោះព្រះអង្គជាមនុស្សអ្នកដែលទទួលបានប្រពោពីព្រោះទូលបង្គំយើងខ្ញុំពិតជាចង់បាននូវសេចក្តីសុខសាន្តដែលមកពីព្រះអង្គជាសេចក្តីសុខសាន្តដែលលោកីមិនអាចផ្ដល់ឲ្យទូលបង្គំពេលបិតានៃទូលបង្គំយើងខ្ញុំហើយសូមឲ្យព្រះបន្ទូលថ្ងៃនេះបានដកនៅក្នុងជីវិតទូលបង្គំយើងខ្ញុំហើយនឹកចាំអំពីព្រះអង្គហើយសូមឲ្យយើងខ្ញុំបានងាកចេញគ្រប់ទាំងកិច្ចការដែលមិនល្អចេញពីជីវិតទូលបង្គំហើយយើងពិតជាត្រូវការព្រះអង្គជួយដល់ទូលបង្គំយើងខ្ញុំរាល់ថ្ងៃក្នុងការដែលយើងគ្រឿងរស់នៅដែលគប់ដំណំផាតីរបស់ព្រះអង្គចាស់សូមអរគុណព្រះអង្គហើយយើងខ្ញុំសូមបញ្ចប់នៅការរៀនព្រះបន្ទូលផងព្រះអង្គជាមួយគ្នាដែលដឹងគុណក្នុងនាមម្ចាស់ព្រះយេស៊ូវអាមែនបាទគុណច្រើន